ការពីព្រេងនេះមានបុរសពីរនាក់ម្នាក់ខ្វាក់ម្នាក់ខ្វិននៅបំរើគេដោយម្ចាស់ចាវាយនោះកាចពេកហើយបុរសទាំងពីរនាក់នោះគឺជាមិត្តភក្តិជិតស្និទ្ធនឹងគ្នារួចក៏បបួលគ្នាគិតថាណែអាខ្វិនយើងទាំងពីរនាក់សពថ្ងៃដូចជាពិបាកណាស់ធ្វើការបម្រើគេហើយគេធ្វើបាបយើងទៀតដូចនេះយើងគួរគិតនាំគ្នារត់ចេញពីទីនេះទៅមានសេរីភាពតើឯងយល់យ៉ាងម៉េចដែរមែនហើយគ្នាក៏គិតដូចឯងដែរប៉ុន្តែយើងទាំងពីរនាក់សុទ្ធតែពិការតើយើងគួរចាក់ចេញពីទីនេះដោយរបៀបណាទៅសម្លាញ់នៅផ្ទះចិត្តគ្នាគឺមានទុកមួយស្ថិតនៅក្នុងកំពង់ទឹកពេលយប់ស្ងាត់យើងនាំគ្នាចែកទុកនោះរត់ទៅវាជាការស្រេចហើយម្ចាស់យើងភ្ញាក់ឡើងរោគយើងទាំងពីរមិនឃើញនោះទេដល់ពេលនោះយើងទៅដល់ស្រុកឆ្ងាយបាត់ហើយពេលប្រលប់យប់ស្ងាត់មកដល់អ្នកទាំងពីរក៏នាំគ្នាចុះកាន់ទូកដើរអង្គុយមកខាងម្នាក់ទល់មុខគ្នារួចក៏នាំគ្នាចាប់ច្រវាទូកចែវចុះចែវឡើងទូកវិលនៅតែនៅកន្លែងដដែលមិនទៅមុខសោះព្រោះគេទាំងពីរនាក់មិនដឹងពីរបៀបចែវទូកម្យ៉ាងពួកគេមិនបានស្រែកខ្សែដែលគេចងទុកនោះផងលុះចិត្តភ្លឺមករងាវអន្ទើនឹងលឺសំឡេងតាវ៉ាវយំផ្ទៃមេឃភ្លឺព្រាលពីទិសខាងកើតទៅអាខ្វាក់អាខ្វិនយីអាខ្វាក់កំពង់ទឹកនេះដូចកំពង់ទឹកនៅស្រុកយើងម្លេះបេះបិទតែម្ដងវើយឯងមើលចុះអញមិនកុហកឯងទេណាឯងដឹងថាអញមើលមិនឃើញហើយនៅឯងមើលទៀតទេបើតាមដែលយើងប្រឹងអុំនៅមួយយប់ហើយវាសំតែដល់ស្រុកគេឆ្ងាយពីកន្លែងនេះដែលយើងធ្លាប់រស់នៅមែនទេមែនហើយតែមើលណែគឺកំពង់ទឹកក្បែរផ្ទះចៅហ្វាយរបស់យើងទេតាអាខ្វាក់ពេលព្រឹកព្រលឹមចៅហ្វាយនេះនៃបរិសុទ្ធទាំងពីរក៏ដើរមកដល់កំពង់ទឹកបានឃើញអាខ្វាក់និងអាខ្វិនអង្គុយលើទូកក៏ដឹងថាបរិសុទ្ធទាំងពីរនោះមានបំណងចង់រត់ក៏ហៅឡើងមកលើគោកហើយឲ្យនៅបំរើដដែលលុះយូរបន្តិចមកអ្នកទាំងពីរក៏គិតគ្នាសាជាថ្មីថាណែអាខ្វាក់កាលពីមុនយើងរត់តាមផ្លូវទឹកមិនបានម្ដងនេះយើងនាំគ្នារត់តាមផ្លូវគោកវិញទៅតើឯងយល់យ៉ាងម៉េចដែរសម្លាញ់ល្អដែរតែអញមើលមិនឃើញអីផងធ្វើយ៉ាងម៉េចអាចដើរបានឆ្ងាយទៅវិធីងាយទេឯងឲ្យគ្នាជីកឯងទៅខ្ញុំជាអ្នកចង្អុលបង្ហាញផ្លូវយើងច្បាស់ជាអាចរកផ្លូវចេញពីទីនេះដោយសុវត្ថិភាពជាពុំខានពេលយកមកដល់អាខ្វាក់អាខ្វិនក៏ឡើងជីកហើយធ្វើដំណើរចាក់ចេញយ៉ាងស្ងៀមស្ងាត់អ្នកទាំងពីរទៅម្ដងនេះម្ចាស់របស់ពួកគេតាមមិនទាន់ឡើយ3ថ្ងៃក្រោយមកនីខ្វាក់និងនីខ្វិនក៏បានទៅដល់ស្រុកមួយដែលស្រុកនោះមានខ្លាកាយសាហាវមួយក្បាលតែងចូលមកយីដល់អ្នកស្រុកអ្នកភូមិនីខ្វាក់សួរនីខ្វិនថាមកដល់ស្រុកនេះហេតុអីក៏ស្ងាត់ឈឹងបែបហ្នឹងអាខ្វិនយើងចូលសួរឯងទៅមើលតើមានរឿងអីកើតឡើងទៅមែនហើយដូចជាស្ងាត់ចម្លែកណាស់តោះយើងទៅមុខបន្តិចទៀតទៅមើលអូលោកពូហេតុអីបានជាភូមិស្រុកនេះប្រលឹបមិនតាន់ស្ងាត់ផងគ្មានសំឡេងមនុស្សម្នាក្មេងខ្មាំងអីសោះអញ្ចឹងគឺវាប្លែកខុសធម្មតាណាស់តើពូអាចប្រាប់ខ្ញុំបានទេអូមួយប្រុសទាំងពីរអើយស្រុកភូមិនេះគឺមានខ្លាកាយសាហាវណាស់វាតែងតែចូលមកបៀតបៀនយើងជារៀងរាល់ថ្ងៃឲ្យតែពេលចិត្តយប់នោះគឺវាមកហើយណាក្មួយដូច្នេះក្មួយប្រញាប់ឡើងលើផ្ទះមកពូណាប្រយ័ត្នមានគ្រោះថ្នាក់អូអញ្ចឹងទេក្លេមិនខ្លាចផងទៅខ្លាចអីខ្លានោះអាខ្វាក់ពោបែបនេះសត្វខ្លាដែលកំពុងពួនចាំប្រមាញ់សត្វឬក៏មនុស្សនៅខាងក្រោយផ្ទះបានគិតថាយីអីក៏ចម្លែកណាស់គេធ្លាប់តែខ្លាចអញឥឡូវនេះគេបែរខ្លាចសត្វក្លេទៅវិញចុះអាសត្វក្លេនោះវាមានរូបរាងយ៉ាងណាទៅណោះអញចាំមើលវាទៅមើលអាខ្វាក់អញដើរទៅមុខបន្តិចបានទេនឹងទៅដល់រោងគោគេហើយយើងត្រូវលួចគោអ្នកភូមិនេះទើបមានគោជាកម្លាំងក្រនធ្វើស្រែនឹងគេចាំអញចាំផ្លូវទីនេះឲ្យអាខ្វាក់ដើរទៅមុខសន្សឹមយកដៃស្ទាបទៅប៉ះចំនឹងសត្វខ្លាដែលកំពុងតែក្រាបចាំមើលសត្វក្លេដោយវានឹកស្មានថាអាខ្វាក់នេះហើយគឺជាសត្វក្លេទើបវាមិនហ៊ានកម្រើកខ្លួនឡើយចំណែកនេះខ្វាក់យកដៃស្ទាបសត្វខ្លាទាំងពីក្បាលរហូតដល់ជើងខ្លាហើយវានិយាយថានេះចំល្អណាស់ណូបានគោក្រាលមួយហើយមិនទាន់ដោះស្នែងហើយថតទៀតអាខ្វិនយកខ្សែអញប្រញាប់ឡើងអញយកគោនេះឲ្យបានអញនឹងចោះច្រមុះវាយកខ្សែអញនឹងចោះច្រមុះវាឲ្យបានណាអាខ្លាមិនមែនគោឯណា
បើឯងខ្លាចយកតែខ្សែអញមកប្រញាប់ឡើងអាគោក្រាមួយនេះវាស្លូតណាស់វើយតែប៉ុណ្ណឹងយើងបានគោធ្វើស្រែហើយអាខ្វិនបោះកន្ទុយខ្សែទៅឲ្យអាខ្វាក់ក៏ចាប់កន្ទុយខ្សែរកចូលច្រមុះខ្លាឈឺវាក៏ស្ទុះបោលរត់យ៉ាងលឿនចូលព្រៃបាត់ពេលនោះអាខ្វាក់ស្រែកថាអាខ្វិនជួយស្ទាក់អានៅកូនក្រោយវារត់បាត់ហើយឲ្យលឿនឡើងជួយស្ទាក់វាឲ្យវាទៅចុះមិនបាច់ដេញទេយើងបន្តដំណើរទៅមុខទៀតទៅក្រែមានម្ចាស់យើងតាមមកតន់ណាទៅក៏ទៅឡើងជីលើកអញមកតោះយើងបន្ទាប់ពីហេតុការណ៍នោះបានបញ្ចប់ទៅពួកគេបានបន្តដំណើរទៅទាំងគ្មានគោលដៅច្បាស់លាស់ទៅមុខទៀតលុះទៅដល់វាលស្រែគេឃើញមានខ្ទោមួយអាខ្វិនប្រាប់អាខ្វាក់ថាណែអាខ្វាក់នៅខាងមុខយើងមានខ្ទោមួយឯងចូលទៅមើលក្រែមានអីបរិភោគអញឃ្លានណាចូលក៏ចូលមិនមានឃើញអីទេអាខ្វិនមានវើយមានឆ្នាំងបាយមួយចង្អេមួយគោរណដៃមួយនិងសារដើកមួយព្រមទាំងខ្សែពួរមួយកន្ទុយផងបើអញ្ចឹងឯងប្រមូលយកទាំងអស់មកតោះទៅទៀតក្រែងគេមកតន់គួរឲ្យអាណិតអ្នកទាំងពីរជាពន់ពេកព្រោះសុទ្ធតែជាជនពិការប៉ុន្តែចេះតែតស៊ូត្បិតជីវិតពួកគេគ្មានជម្រើសក្នុងដំណើរជីវិតរបស់ពួកគេទេពួកគេទាំងពីរបានដើរបន្តិចម្ដងមកដល់ថ្ងៃត្រង់ណាស់ទៅហើយក៏ឃ្លានបាយទៀតលុះទៅដល់ដើមឈើធំមួយក៏នាំគ្នាឈប់សម្រាកក្រោមដើមឈើនោះហើយក៏នាំគ្នាបរិភោគបាយយ៉ាងឆ្អែតស្កប់ស្កល់លុះដល់រសៀលបន្តិចមកពួកគេទាំងពីរក៏បន្តដំណើរទៅមុខទៀតកំពុងតែឈរបុរសខ្វិនក្រឡេកមើលទៅមុខឃើញមានសាលាដំណាក់មួយខ្នងសង់នៅក្បែរផ្លូវក៏ស្រែកប្រាប់ទៅអាខ្វាក់ថានៅខាងមុខមានសាលាដំណាក់មួយខ្នងជិតយប់ហើយយើងគ្មានកន្លែងដេកទេយើងទាំងពីរដេកនៅក្នុងនឹងតែម្ដងទៅអាខ្វាក់បើមិនចូលបានកន្លែងណាដេកវើយបុរសខ្វិនចូលទៅដល់សាលាដំណាក់បាននិយាយគ្នាថាអាខ្វិនឯងមានឃើញអ្វីទេអញដូចជាធំក្លិនមនុស្សស្រីទេអញគ្មានឃើញអ្វីប្លែកទេប៉ុន្តែទីនេះដូចជាស្ងាត់ចម្លែកណាស់វើយចុះទីនេះមិនមែនអ្នកស្រុកភូមិឯណាគឺជាព្រៃណារំពេចនោះដល់សំឡេងមនុស្សជជែកគ្នាបែបនេះនាងពៅដែលជាកូនស្ដេចនៅក្នុងស្គរក៏ចេញមកសួរថាអ្នកទាំងពីរមកពីណាត្បិតសាលានេះជាកន្លែងសម្រាប់ដាក់មនុស្សឲ្យជាក់ស៊ីតែប៉ុណ្ណោះអ្នកមិនអាចដេកនៅទីនេះបានទេបន្តិចទៀតជាក់មកដល់ហើយរីឯខ្ញុំគឺជាចំណីរបស់យៈតើហេតុអ្វីបានជានាងមកឲ្យយៈស៊ីដូច្នេះត្បិតជាក់កំណាចវាចង់ស៊ីនាងខ្ញុំតើវាយកគម្រាមដល់ព្រះបិតាខ្ញុំថាបើមិនព្រមប្រគល់ឲ្យនាងខ្ញុំទៅឲ្យវាស៊ីទេវានឹងធ្វើបាបដល់ប្រជារាស្ត្រទូទាំងនគរហេតុនេះហើយបានជាខ្ញុំស្ម័គ្រចិត្តមកឲ្យយៈស៊ីដូច្នេះកុំឲ្យមានអន្តរាយដល់ប្រជារាស្ត្រណាលោកអូស្ដាប់ទៅពិតជាគួរឲ្យកោតគោរពព្រះនាងណាឥឡូវទូបង្គំសូមចិត្តនៅសម្រាប់យៈជាមួយព្រះនាងចុះអាខ្វិនយកអាហារដែលយើងនាំគ្នាបរិភោគឲ្យមានកម្លាំងទៅហើយចាំប្រយុទ្ធជាមួយនឹងយៈបើលោកសម្រាប់យៈបានរបស់ទ្រព្យទាំងប៉ុន្មានដែលគេយកមកឲ្យយៈនោះខ្ញុំជូនដល់លោកទាំងអស់ឮដូចនេះពួកគេទាំងពីរអរណាស់មិនយូរប៉ុន្មានអាខ្វាក់និងអាខ្វិនបានឮសូរសំឡេងយៈវាធ្វើដំណើរមកសាលាសំណាក់ដោយលន់សូរដូចខ្យល់ព្យុះសង្គ្រាអាខ្វិនភ័យណាស់ស្ទើរតែបាត់ព្រលឹងទៅហើយឯនាងពៅបានចូលទៅក្នុងស្គរវិញចំណែកអាខ្វាក់វិញមិននឹកខ្លាចយៈឡើយវាបានទាញទ្វារបិទដាក់កន្លឹះជាប់ពេលយៈមកដល់ស្រែកសន្ទប់សួរថាអាណាបិទទ្វារសាលាសំណាក់អញបិទអាណាគេមកសួរគ្មានពាក្យគួរសមអីសោះវើយអញជាយៈវើយអញមិនដែលមានពាក្យគួរសមជាមួយនឹងអាណាទេហើយអញក៏មិនខ្លាចអាណាដែរអញមានរឿងអីត្រូវខ្លាចឯងនោះថ្លើមឯងប៉ុណ្ណាបានជាហ៊ានដល់ម្លឹងវើយឯងចង់ឃើញថ្លើមអញឬនេះថ្លើមអញមើលទៅអាខ្វាក់បានបោះចង្អេរឲ្យយៈមើលពេលនោះយៈគិតថាថ្លើមនេះធំណាស់ចោះចៃរបស់ឯងប៉ុណ្ណាដែរចង់ឃើញចៃឯងណាយកទៅមើលទៅអាខ្វាក់បានបោះអណ្ដាប់ឲ្យយៈឃើញហើយក៏ស្រែកសួរតទៅទៀតថាចោះរោមជើងឯងវិញប្រវែងណាដែរនេះរោមជើងអញឯងឃើញទេយៈកំណាចពេលដែលបានឃើញសពគ្រប់ហើយវាមានចិត្តផិតភ័យជាខ្លាំងរួចដាក់មេប្រូចបាត់មិនងាកក្រោយឡើយមួយសន្ទុះក្រោយមកយៈខេនីមិនអស់ចិត្តក៏ហោះមកម្ដងទៀតហើយក៏បើកទ្វារអាចក្បាលចូលមកក្នុងសាលាដំណាក់នោះពេលនោះអាខ្វាក់បានកូនដៅ
ប្រុងរួចជាស្រេចគ្រាន់តែលឺសូរបើកទ្វារអាខ្វាក់លើកដាវកាត់ដាច់កយក្ខិនីនោះទៅអាខ្វាក់អាខ្វិននិងនាយពៅផុតពីក្តីអន្តរាយដល់សុវត្ថិភាពព្រោះតែភាពក្លាហានរបស់នាយខ្វាក់និយាយថាព្រះនាងផុតគ្រោះថ្នាក់ហើយសូមព្រះនាងយាងទៅរាជវាំងវិញចុះទូលបង្គំទាំងពីរនាក់ថ្វាយបង្គំលាខ្ញុំសូមអរគុណដល់បងទាំងពីរខ្លាំងណាស់ដែលបានជួយសង្គ្រោះដល់ជីវិតខ្ញុំនឹងយករឿងនេះទៅទូលដល់ព្រះបិតាខ្ញុំដើម្បីឲ្យទ្រង់តបស្នងសងគុណដល់បងទាំងពីរវិញបន្ទាប់មកនាយខ្វាក់នាយខ្វិនបានចាកចេញពីទីនេះហើយនាំរបស់របរនិងទ្រព្យសម្បត្តិមួយចំនួនដែលនាងពៅប្រគល់ឲ្យគេបានចែកទ្រព្យសម្បត្តិគ្នានៅក្រោមដើមក្រសាំងមួយនាយខ្វិនធ្វើជាអ្នកមេចំណែកពេលចែកនាយខ្វិននិយាយថារបរទាំងនេះឲ្យបែងចែករួចហើយតើឯងយកចំណែកមុខអញឬក៏មុខឯងអញយកចំណែកមុខឯងឈប់ការចែកនេះមិនត្រឹមត្រូវទេអញចែកម្ដងទៀតបានហើយម្ដងនេះឯងយកខាងណាម្ដងនេះអញយកមុខអញម្ដងទេចែកម្ដងទៀតអញចែកចេះតែច្រឡំទេហេតុអ្វីអញធ្វើដូច្នេះអ្នកទាំងពីរកំពុងតែជជែកគ្នាទាំងសរសៃកពីរឿងបែងចែកទ្រព្យសម្បត្តិស្រាប់តែផ្លែក្រសាំងជ្រុះពីលើដីចំក្បាលនាយខ្វាក់ក៏និយាយថាយីអាខ្វិនឯងមិនបានជាហ៊ានវាយអញតាំងពីដើមមកអញតែងតែឯងជីករហូតទើបមកដល់ពេលនេះពេលនោះអ្នកទាំងពីរបានវាយតបគ្នាទៅវិញទៅមកស្រាប់តែនាយខ្វាក់ភ្លឺភ្នែកទាំងពីរឯនាយខ្វិនបានត្រង់ដៃត្រង់ជើងទៅវិញបុរសទាំងពីរត្រឡប់ទៅជាត្រេកអរមួយរំពេចឈប់ខឹងនឹងគ្នារៀងខ្លួនគេក៏នាំគ្នាដើរផ្សងព្រេងជាបន្តទៀតស្របពេលជាមួយនោះនាងពៅបានទៅដល់រាជវាំងវិញព្រះបិតារបស់នាងពៅនិងអស់សេនានីមើលប្រជានុរាស្ត្រទាំងអស់មានការភ្ញាក់ផ្អើលជាខ្លាំងហើយបាននាំព័ត៌មាននេះនិយាយតៗគ្នាពីពាងផ្ទៃនគរបន្ទាប់មកទ្រង់ក៏ចាត់ឲ្យពលសេនាទៅអញ្ជើញនាយខ្វាក់និងនាយខ្វិនចូលក្នុងរាជវាំងពេលទៅដល់ព្រះរាជាត្រាស់សួរថានេះបុរសទាំងពីរក្នុងចំណោមអ្នកតើអ្នកណាមានធ្វើដៃសម្លាប់យក្សទូលបង្គំព្រះអង្គដែលជាអ្នកសម្លាប់យក្សប៉ុន្តែបានមិត្តទូលបង្គំជួយផងដែរប្រសិនបើគ្មានមិត្តទេទូលបង្គំក៏មិនអាចសម្លាប់យក្សបានដែរមិនអីទេយើងដឹងថាត្រូវធ្វើដូចម្ដេចហើយចំពោះអ្នកទាំងពីរបុត្រីមកណេះមកបុតបិតាមានការពិភាក្សាបន្តិចណាករណាថ្លៃពិសេសទូលបង្គំទៅហើយណែបុត្រីបិតាគិតថាដើម្បីសងគុណដល់បុរសដែលសម្លាប់យក្សបិតានឹងរៀបចំអភិសេកបុត្រជាមួយនឹងបុរសនោះហើយណាតើបុត្រីព្រមទេករណាថ្លៃពិសេសទូលបង្គំមិនប្រកែកនោះទេព្រោះគុំតែបានគាត់ទូលបង្គំម្លេះសំមរណាទៅហើយគ្មានថ្ងៃនេះឡើយណែបុរសក្លាហានតើឯងព្រមទទួលបុត្រីរបស់យើងធ្វើជាអគ្គមហេសីដែរទេក្រាបទូលព្រះអង្គទូលបង្គំទទួលដល់ពេញចិត្តបំផុតព្រះរាជាទ្រង់បានរៀបចំអភិសេកបុត្រីរបស់ទ្រង់និងបានប្រគល់រាជសម្បត្តិដល់ព្រះរាជសន្និសាដើម្បីគ្រប់គ្រងប្រទេសជំនួសព្រះអង្គតរៀងទៅនាយខ្វិនទ្រង់បានតែងតាំងជាឧបរាជនាយខ្វាក់នាយខ្វិនក៏បានសាររាជក្នុងរាជឋានៈតរៀងទៅរហូតមក